ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាពីរបៀបធ្វើស្ងោរជ្រក់លីហូលហើយនេះដែរបងប្អូនជាគ្រឿងផ្សំសម្រាប់ធ្វើស្ងោរជ្រក់លីហូលនេះបងប្អូនគ្រឿងផ្សំរបស់យើងឥឡូវយើងមកមើលនេះបងប្អូនមានដូចជាលីហូលនេះបងប្អូនកន្លះគីឡូហ្នឹងហើយចំណែកនេះដែរបងប្អូនម្សៅស៊ុបរ៉ូឌីហើយនេះទឹកត្រីបងប្អូនហើយចំណែកនេះមានដូចជាស្ករសហើយនេះបងប្អូនមានដូចជាគល់ជីម្ទេសមើមខ្ទឹមហើយនឹងគល់ស្លឹកគ្រៃអីហ្នឹងបងប្អូនហើយចំណែកនេះជីស្លឹកជីដែលយើងបានហាន់រួចហើយបងប្អូនដូចជាដំបូងយើងធ្វើការចាក់ទឹកដាំឲ្យពុះសិនណាបងប្អូនយើងធ្វើការចាក់ទឹកចូលហើយយើងដាក់ដាំឲ្យពុះសិនទៅឥឡូវឃើញថាទឹករបស់យើងបានពុះហើយបងប្អូនឥឡូវយើងធ្វើការបង់គល់ស្លឹកគ្រៃនិងគល់ជីហ្នឹងចូលវាមកសន្ទុះសិនណាបងប្អូនដើម្បីឲ្យវាចេញជាតិមកឲ្យមានក្លិនឈ្ងុយសិនតមកយើងធ្វើការដាក់លីហូលយើងចូលតែម្ដងទៅបងប្អូនឥឡូវយើងធ្វើការដាក់លីហូលចូលមកហើយនេះយើងធ្វើការដាក់លីហូលចូលមកសន្ទុះឲ្យវាហាមាត់ទៅណាបងប្អូនអាហ្នឹងគឺថាវាចិត្តឆ្អិនហើយពេលវាហាមាត់បន្តិចហ្នឹងបងប្អូនហើយពេលដែលវាឆ្អិនហ្នឹងវាហាមាត់អស់តែម្ដងហើយនឹងឥឡូវសាច់ហ្នឹងចេញតែម្ដងបងប្អូនហើយនេះដែរគឺថាបានមកពុះហើយមកសន្ទុះហើយគឺថាបានពុះហើយតមកយើងធ្វើការផ្សំគ្រឿងយកតែម្ដងទៅបងប្អូនមានដូចជាទឹកត្រីហ្នឹងហើយនឹងម្សៅស៊ុបរ៉ូឌីចឹងណាបងប្អូនហើយបន្តមកមានដូចជាស្ករសចឹងណាបងប្អូនហើយនឹងបន្តមកទៀតយើងបន្ថែមនៅអំបិលបន្តិចទៅក៏ចុងស្លាបព្រាកាហ្វេចឹងណាបងប្អូនហើយនេះដែរបងប្អូនយើងដាក់អំបិលចូលមករួចហើយបងប្អូនយើងធ្វើការកូរបន្តិចទៅបងប្អូនហើយចូលគ្រឿងរបស់យើងហ្នឹងស្អាតបានល្អហើយនេះដែរគឺថាពេលវាហៅប៉ុណ្ណឹងគឺឆ្អិនហើយបងប្អូនឥឡូវខ្ញុំធ្វើការយកចានមកដើម្បីរៀបចំដួសដាក់ចានបងប្អូននេះយើងធ្វើការដួសដាក់ចានទៅឆ្អិនហើយគឺថាវាហែកសម្បកនេះអស់ហើយនឹងលាក់ជ្រុះសាច់ហ្នឹងមានន័យថាវាឆ្អិនបានល្អអញ្ចឹងណាបងប្អូននេះយើងធ្វើការដួសដាក់ចានមកឥឡូវនេះខ្ញុំបានធ្វើការដួសដាក់ចានរួចហើយបងប្អូនឥឡូវខ្ញុំបន្ថែមនៅជីជ្រក់ជីស្ងោរជ្រក់យើងហ្នឹងយើងបន្ថែមជីស្ងោរជ្រក់បន្តិចទៅហើយនឹងយើងបាច់ក្រូចឆ្មាមួយចំណិតពីរចំណិតទៅមកល្មមមកជូរឆ្ងាញ់ណាបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា